រឿងផែនការអាក្រក់ពួកបេះដូងអូនភាគទី8ការពិភាក្សាមុនជុតិនិងនប់បានចាក់ចេញទៅទុកឲ្យតួឯកប្រុសស្រីយើងនៅក្នុងបន្ទប់មន្ទីរពេទ្យតែ2នាក់ពេលនៅក្នុងបន្ទប់នៅសល់តែភិរៈនិងនីណារាភាពស្ងាត់ជ្រងំក៏คล้ายទៅជាភាពអេះអុញម្នាក់គ្មានអ្នកណានិយាយអ្វីឡើយនីណារ៉ាបានដើរទៅបើកក្នុងទូទឹកកកដើម្បីយកផ្លែឈើមកបកដើម្បីទុកឲ្យប្រុសស្អាតហើយមុខស្អាតមុតស្រួចឡើងតានតឹងភ្លាមតែម្ដងពេលដែលឃើញអាការៈប្រងើយកន្តើយរបស់អ្នកម្ខាងទៀតពេលនោះភិរៈក៏បាននិយាយថាអូនណារ៉ាភិរៈត្រឹមមិនបានក៏ស្រែកហៅនាងក្រមុំមុនដោយខ្លួនឯងនីណារ៉ាសម្លឹងមើលមុខអ្នកកំឡោះបញ្ជូនខ្សែភ្នែកអង្វរកទៅកាន់នាងដៃទាំងសងខាងលើកមកញីសៀតផ្កាទៅមកនីណារ៉ាដាក់កំបិតផ្លែឈើចុះនៅលើចានហើយដើរយឺតមកមើលអាការៈរបស់ភិរៈយ៉ាងប្រយ័ត្នប្រយែងខ្លួនខ្លាចថានេះជាផែនការខូចរបស់គេភិរៈលួចញញឹមពេលដែលឃើញខ្សែភ្នែកមូលស្អាតសម្លឹងមកមើលគេប្រៀបដូចជាកូនឆ្លុះភ័យខ្លាចនាយព្រាននីណារ៉ាក៏បានសួរថាបងភីកើតអីនឹងពេលនោះនាយភីក៏បាននិយាយថាមិនដឹងដែរនៅសុកស្រាប់តែឈឺក្បាលតែម្ដងខណៈនោះនីណារ៉ាក៏បានលូកដៃស្ទាបថ្ងាសរបស់ភិរៈដើម្បីស្ទង់មើលសីតុណ្ហភាពដោយមិនដឹងខ្លួននាងក៏បានពោលថាអត់មានក្តៅខ្លួនផងនឹងភិរៈក៏បានតបវិញថាខ្លួនអត់ក្តៅទេតែក្នុងបេះដូងក្តៅពេញនឹងទាំងអស់ពិតជាខូចខ្លាំងណាស់លុះមានឱកាសអ្នកកំឡោះក៏ស្រវារាងកាយដ៏ស្គមស្អាតនិងត្រកងលើកយកមកលើក្រេហើយអោបនាងយ៉ាងចាប់រហូតស្ទើរតែមុខនឹងមុខប៉ះគ្នាភិរៈឆ្លៀតឱកាសថើបថ្ពាល់មាត់រលោងមួយខ្សើតធំអូយបងភីលេងភ្លាមនីណារ៉ាកំពុងតែស្រែកដាក់ភិរៈពេលនោះភិរៈក៏បាននិយាយទៅកាន់នីណារ៉ាថាឃើញទេគ្រាន់តែបងបានអោបអូនណារ៉ាភ្លាមបាត់ឈឺក្បាលផ្លេតតែម្ដងគេនិយាយធ្វើប្រងើយដៃទាំងពីររបស់គេអោបរាងកាយរបស់នីណារ៉ាយ៉ាងស្អិតរមួតតែភ្នែកដ៏មុតស្រួចសម្លឹងមើលរហូតនាងក្រមុំចាប់ផ្ដើមញាប់ញ័របេះដូងនីណារ៉ាក៏បានពោលថាលេងខ្ញុំបងភីកុំលេងខូចជាមួយខ្ញុំណាបើសិនជាបងអោបខ្ញុំបាត់ឈឺអ្នកជំងឺឯទៀតគេប្រកាសជាសុំខ្ញុំអោបហើយជាគ្រប់គ្នាជាមិនខាននាងប្រាប់តគេវិញមុខឡើងក្រញ៉ៅខំរើបំរាស់ចេញពីរង្វង់ដៃរបស់មនុស្សក្បាលខូចពេលនោះភិរៈក៏បាននិយាយថាអ្នកណាហ៊ានមកថើបពីលើស្នាមថើបរបស់បងច្បាស់ជាស្លាប់មិនខានគេនិយាយដោយភាពម៉ឺងម៉ាត់គួរឲ្យខ្លាចគ្រាន់តែគិតដល់មនុស្សប្រុសដែលមកអោបនាងក្រមុំមិនមែនរូបគេប៉ុណ្ណឹងសោះដួងចិត្តពុះកញ្ជ្រោលខ្លាំងទៅចោះបើសិនជាបាត់បង់យាយប៉ៃសាច់ក្រក់នេះឲ្យទៅអ្នកដតីនោះតើគេមិនឈួតទៅហើយទេឬចង់ជួលប៉ុន្មានក៏គេមិនព្រមដែរឯនោះនីណារ៉ាក៏បាននិយាយកំហុកឲ្យថាខុសចរិតអ្នកលេងពេលនោះភិរៈក៏បាននិយាយតបទៅវិញថានឹងរឹតតែខុសជាងនឹងទៀតបើសិនជាអូនណារ៉ាមិនព្រមស្ដាប់បងគេនិយាយដោយសំឡេងស្ងាត់ហើយក៏សម្លឹងភ្នែកទាំងគូរបស់នាងហើយក៏អោនថើបបបោមាត់តូចស្អាតរបស់នាងយ៉ាងផ្អែមល្ហែមទៀតផងដោយក្តីខឹងក្រៀវក្រោតរាងកាយស្គមស្អាតខំព្យាយាមរើបំរាស់កិច្ចចេញពីដៃរបស់គេប៉ុន្តែដៃរបស់ភិរៈចាប់អោបខ្លួននាងជាប់យ៉ាងណែនរហូតនាងគ្មានផ្លូវតស៊ូបានឡើយនីណារ៉ានេះវិញខំព្យាយាមងាកមុខកិច្ចតែអត់ប្រយោជន៍ដែរពេលបាត់ដៃទាំងគូរបស់ភិរៈលោកទៅចាប់កញ្ចឹងករបស់នាងព្រមទាំងសង្កត់បបោមាត់របស់គេនៅលើបបោមាត់ស្រស់ស្រីចំហាយក្តៅភីនោះធ្វើឲ្យអណ្ដាតក្តៅអ៊ុនព្យាយាមលូកចូលទៅក្នុងបំណងក្រេបរសជាតិដ៏ផ្អែមល្ហែមក្នុងប្រអប់មាត់របស់នាងនីណារ៉ាក៏ព្យាយាមបិទមាត់យ៉ាងជិតមិនព្រមបណ្ដោយតាមចិត្តគេឡើយភិរៈធ្ងោឡើងយ៉ាងទើសចិត្តព្យាយាមថើបបបោមាត់ស្អាតនោះឲ្យបើកឡើងដើម្បីសោកអណ្ដាតចូលទៅក្រេបរសជាតិដ៏ផ្អែមល្ហែមយ៉ាងចំណាននីណារ៉ាខំរើបំរាស់ឬសូតែទោះខំប្រឹងប្រវេប្រវាយយ៉ាងណារាងកាយដ៏ស្គមស្គាំងតូចស្ដើងរបស់នាងគ្មានកម្លាំងកំហែងរើជំទះបណ្ដោយឲ្យគេវាយលុករាវរកភាពផ្អែមល្ហែមពីបបោមាត់ស្អាតរបស់នាងតាមទំនឹងចិត្តខណៈនោះដែរគេក៏បដូរទីតាំងមកថើបលើផ្ទៃមុខដ៏ស្រស់ស្អាតវិញម្ដងដើម្បីទុកឱកាសឲ្យនីណារ៉ាបានដកដង្ហើមចុងអណ្ដាតដ៏ក្តៅអ៊ុននិងបបោមាត់ក្តៅភាយបានញក់ញីថែថើបទៅដល់បំពង់កដ៏សមាត់ខៃបាតដៃស្ទាបបង្អែលទៅលើសាច់ខ្នងរាវរកចុះមកដល់ត្រកៀកមូលខ្លំរួចហើយបានរំកិលស្ទាបអង្អែលដើមទ្រូងដល់ណែនមូលខ្លំស្ថិតនៅក្នុងអាវដៃខ្លីដ៏ស្អាតរបស់នីណារ៉ានាងក៏បានស្រែកថាបងភីប៉ុណ្ណឹងបានហើយឈប់ទៅ
នាងធ្ងោចេញមកជាសម្លេងស្រាលបាត់ដៃដែលកំពុងតែតប់ច្រានដើមទ្រូងដ៏ធំរឹងមាំរបស់ភិរៈកាន់តែខ្សោយកម្លាំងទៅជាលំដាប់ភិរៈមិនព្រមឈប់នោះទេគិតតែពីរុករៀនឡើងរហូតទាល់តែច្រមុះរបស់គេប៉ៃមួយនឹងទឹកសើមនៅលើផែនថ្ពាល់ដ៏សមមាត់រលោងរបស់នីណារ៉ាពេលនោះគេក៏បានពោលថាអូនណារ៉ាគេហៅឈ្មោះនាងដោយសម្លេងស្រាលសម្លឹងមើលកែវភ្នែកដែលសើមជោកទៅដោយទឹកភ្នែកបែបដឹងខ្លួនខុសកែវភ្នែកមូលស្អាតបង្ហាញពីភាពឈឺចាប់ឲ្យគេបានឃើញនីណារ៉ាក៏បាននិយាយថាកុំធ្វើអញ្ចឹងទៀតអីខ្ញុំសុខចិត្តចោះចាញ់លោកតែលើកនឹងម្ដងទៀតទេនាងសុំអង្វរឲ្យគេដោយសម្លេងញើរអាក់រអួលត្រឹមលេបក្តីឈឺចាប់យ៉ាងខឹងសម្បារាងកាយរបស់នាងក៏បានងាកខ្លួនចេញពីរង្វង់ដៃអោបថយចេញទៅយ៉ាងឆ្ងាយឈរសម្លឹងមើលគេដោយខ្សែភ្នែកឈឺចាប់ដែលគេកំពុងតែបំពេញមកលើរាងកាយរបស់នាងភិរៈត្រៀមបំរុងនឹងប្រកែកតែក៏ត្រូវបដូរចិត្តវិញអង្គុយសម្លឹងមើលរូបនាងដែលកំពុងដើរទៅចិត្តផ្លែឈើដាក់ចូលទៅក្នុងទូទឹកកកវិញមុននឹងទៅអង្គុយចុះនៅលើសាឡុងខាងចុងបន្ទប់ភិរៈដកដង្ហើមធំតិចយ៉ាងធូរទ្រូងនាងក្រមុំមិនចាក់ចេញទៅណាចោលគេទេចំណែកភិរៈក៏បានពោលដាក់ខ្លួនឯងថាអាភីអើយអាភីមិនបានជាឯងធ្វើអញ្ចឹងហាពេលនិយាយរអ៊ូតែម្នាក់ឯងនឹងពិបាកចិត្តមិនតិចចំពោះអាកប្បកិរិយារបស់នីណារ៉ានៅក្នុងចិត្តរបស់គេនឹករកវិធីអង្វរលួងលោមនាងក្រមុំយ៉ាងណាឲ្យល្អវិញលុះដល់ពេលថ្ងៃបន្ទាប់រថយន្តទំនើបសំណប់ចិត្តរបស់អ្នកគ្រូនីណារ៉ាបត់ចូលមកចតនៅមុខភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកម្ចាស់កហបតីវងពេជ្រអង្គរៈដែលឈរនៅចិត្តនោះស្ទុះចូលទៅបើកទ្វារលោកម្ចាស់កហបតីនិងលោកជំទាវវងពេជ្រលើកដៃឡើងទទួលការសំពះរបស់នីណារ៉ានប់ប្រញាប់ចូលទៅគ្រាចវាយនាយកំឡោះចំណែកឯជតិវិញក៏យកកៅអីរទេះរុញមកចាំទទួលមិនហើយអាខ្លាលោកកហបតីបានទះស្មាចៅសម្លាញ់ស្រាលភិរៈលើកដៃសំពះលោកតានិងលោកយាយពេលដែលលោកជំទាវបានឃើញចៅលើកដៃសំពះសួរនោះគាត់ក៏បានពោលពាក្យថាគុណបុណ្យជួយតាមថែរក្សាណាចៅដៃដាក់កក់ក្ដៅរបស់លោកជំទាវអង្អែលក្បាលចៅថ្នមពេលនោះលោកជំទាវក៏បានឲ្យជតិនាំភិរៈចូលទៅក្នុងផ្ទះជតិរុញកៅអីរទេះចូលទៅដល់ក្នុងបន្ទប់ធំនីណារ៉ាតាមសម្លឹងមើលរាងកាយដ៏ខ្ពស់ធំអ្នកនៅក្នុងផ្ទះសាកសួរពីអាការៈរបស់អ្នកកំឡោះរួចហោះហើយនីណារ៉ាក៏ហាមាត់សុំអនុញ្ញាតដើម្បីត្រឡប់ទៅវិញយ៉ាងសុភាពរាបសារនាងបានពោលថាបើលែងមានអីហើយនាងខ្ញុំសូមអនុញ្ញាតជម្រាបលាទៅវិញសិនហើយលោកម្ចាស់ពេលនោះលោកម្ចាស់វងពេជ្រក៏បាននិយាយថាមិនបានប្រញាប់ម្លេះនៅញ៉ាំបាយជាមួយគ្នាសិនទៅណាចៅណារ៉ារួចហើយលោកកហបតីវងពេជ្រក៏បាននិយាយប្រាប់ទៅទាំងសម្លេងគ្រលួព្រមទាំងបែរទៅមើលមុខវិរៈដែលកំពុងតែសម្លឹងមើលនាងក្រមុំនឹងហើយស្អែកនឹងថ្ងៃឈប់សម្រាកអន្តើលោកម្ចាស់ចង់ឲ្យចៅណារ៉ានៅមើលថែចៅភិរៈបន្តិចទៀតព្រោះលោកយាយនិងលោកម្ចាស់កហបតីត្រូវទៅចូលរួមបន់ខួបកំណើតលោកជំទាវនិងលោកអញ្ញាសុភាផងណានេះគឺជាសម្ដីរបស់លោកជំទាវនិយាយកំត្រូពីគំនិតស្វាមីភិរៈឃើញអាកប្បកិរិយាមិនសប្បាយចិត្តរបស់នាងក្រមុំក៏កើតអាការៈមិនពេញចិត្តហើយលើកឡើងភ្លាមថាបើអូននីណារ៉ាមិនសប្បាយចិត្តក៏មិនអីដែរលោកយាយចៅនៅម្នាក់ឯងបានតើពេលនោះលោកយាយក៏បាននិយាយថាបានយ៉ាងម៉េចពេលក្រោកពេលអង្គុយអីបានអ្នកណាជួយគ្រាឲ្យប្អូននៅបានជាគ្នាទៅនឹងល្អហើយពាក្យសម្ដីបែបនេះធ្វើឲ្យអ្នកទាំងអស់គ្នាញញឹមជាមួយនឹងពាក្យប្រកាសរបស់តុលាការធំក្នុងផ្ទះភិរៈធ្វើមុខមាំនៅក្នុងចិត្តវិញត្រេកអរសឹងតែហក់លោតកញ្ជ្រោលដោយក្តីសប្បាយចិត្តទៅហើយគេក៏បាននិយាយបែបហីថាអូនណារ៉ាមិនពេញចិត្តនឹងចង់នៅក៏កុំទៅបង្ខំកាត់អីណាលោកយាយពេលនោះនីណារ៉ាក្រឡេកមើលមុខលោកជំទាវម៉ូលីណាដែលសម្លឹងមើលមកនាងយ៉ាងក្តីអង្វរកមិនឲ្យនាងអាចបដិសេធកើតទៅបើលេងចង់ដៃគេហើយវាអញ្ចឹងនោះពេលនោះនីណារ៉ាក៏បាននិយាយថាចាស់នាងខ្ញុំពេញចិត្តនៅនាងឆ្លើយទាំងមិនពេញចិត្តប៉ុន្មាននោះឡើយតែក៏សាងក្តីរីករាយឲ្យអ្នកដែលអង្គុយនៅលើកៅអីរទេះរុញនោះខ្លាំងបំផុតដែរផ្ទៃមុខដ៏ស្រស់ស្អាតអោនសម្លឹងមើលដៃខ្លួនឯងដែលដាក់លើផ្លូវទ័លច្រកតែចម្រៅចិត្តវិញលួចនឹកត្រេកអរតិចដែរដែលបាននៅមើលថែមនុស្សដែលខ្លួនរងចាំស្ថិតអស់ក្នុងដួងចិត្តរហូតដល់10ឆ្នាំឯណោះលោកយាយក៏បានបន្លឺឡើងថាអរគុណចៅណារ៉ាខ្លាំងណាស់បើមានចៅណារ៉ានៅមើលថែសុភីយាយលេងបារម្ភហើយ
លោកជំទាវម៉ូលីណានិយាយដោយទឹកមុខពោពេញទៅដោយស្នាមញញឹមតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលពួកគេនៅតែពីរនាក់នោះ